សូមជូនរឿងខ្មោចចង់ស៊ីក្រែមកៃមានរឿងមួយដំណាលថាមានស្ត្រីប្តីប្រពន្ធ2នាក់ទើបនឹងរៀបការហើយថ្មីប្តីឈ្មោះរុនប្រពន្ធឈ្មោះសួរក្រោយមកពួកគេបានចាក់ចែងពីភូមិកំណើតទៅរស់នៅតំបន់ដាច់ស្រយាលមួយដែលពុំសូវមានមនុស្សរស់នៅដោយធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតច្រើនខែមកស្ត្រីជាប្រពន្ធក៏មានផ្ទៃពោះពេលល្ងាចមួយប្តីប្រពន្ធទាំងពីរបានបរិភោគអាហារនៅក្រោមពន្លឺភ្លើងចង្កៀងផ្លុងនាងក៏បានប្រាប់ទៅប្តីថាបងខ្ញុំមានផ្ទៃពោះហើយប្តីក៏តបដោយចិត្តត្រេកអរថាល្អណាស់អូនអញ្ចឹងចាំចិត្តគ្រប់ខែយើងត្រឡប់ទៅភូមិស្រុកយើងវិញហើយផលដំណាំយើងក៏ប្រមូលរួចរាល់ដែរនាងប្រពន្ធក៏យល់ស្របតាមគំនិតប្តី4ខែក្រោយមកនៅរសៀលថ្ងៃមួយប្រពន្ធក៏ចាប់ផ្ដើមឈឺពោះខុសពីធម្មតាអ្នកចិត្តខាងឃើញដូច្នេះបានទៅតាមបុរសជាប្តីឲ្យមកមើលប្រពន្ធក្រោយពីប្តីទទួលដំណឹងអ្នកចិត្តខាងរួចប្តីក៏ប្រញាប់ធ្វើដំណើរមកផ្ទះវិញគាត់ដើរបណ្ដើរជជែកគ្នាជាមួយអ្នកចិត្តខាងនោះបណ្ដើរខ្ញុំឆ្ងល់ណាស់បើតាមការកត់សម្គាល់ប្រពន្ធខ្ញុំគឺទៅតែបាន7ខែប៉ុណ្ណោះម្ដេចក៏នាងឈឺពោះយ៉ាងដូចនេះទៅវិញពេលទៅដល់ផ្ទះបុរសជាប្តីនោះក៏លើកប្រពន្ធនិងអីវ៉ាន់ដាក់លើរទេះស្រូតដំណើរទៅស្រុកវិញលុះធ្វើដំណើរបានពាក់កណ្ដាលផ្លូវនាងប្រាប់ស្រាប់តែឈឺពោះខ្លាំងឡើងរហូតដល់ទ្រាំលែងបាននាងក៏ដាច់ខ្យល់ស្លាប់បាត់ទៅបុរសជាប្តីឃើញដូច្នេះក៏ស្រែកយំអាណិតប្រពន្ធកូនជាពន់ពេកនឹកឃើញកំហុសរបស់ខ្លួនដែលមិនមើលថែប្រពន្ធឲ្យបានល្អការស្លាប់របស់នាងបណ្ដាលមកពីខ្វះការយកចិត្តទុកដាក់នៅពេលដែលនាងកំពុងមានផ្ទៃពោះដោយសារនៅទីជនបទដាច់ស្រយាលពុំមានមន្ទីរពេទ្យមណ្ឌលសុខភាពសម្រាប់ពិនិត្យឬព្យាបាលហើយប្រជាជននៅទីនោះក៏មិនបានយល់ដឹងអំពីការការពារថែរក្សាសុខភាពដោយខ្លួនឯងដែរបុរសកំសត់ក៏បានយកសពប្រពន្ធទៅដល់ស្រុកកំណើតវិញទាំងចិត្តក្រៀមក្រំនិងសោកស្ដាយក្រៃលែងរួចហើយក៏រៀបចំពិធីបុណ្យតាមប្រពៃណីទីកន្លែងដែលនាងសួរបានស្លាប់ជាទីកន្លែងដែលមានដើមឈើធំមានម្លប់ត្រឈឹងត្រឈៃអ្នកទាំងឡាយតែងតែធ្វើដំណើរឆ្លងកាត់តែងតែនាំគ្នាឈប់សម្រាកបន្តិចទើបធ្វើដំណើរទៅមុខទៀតថ្ងៃមួយមានយាយតាជិះរទេះគោឆ្លងកាត់ទីនោះនៅពេលថ្ងៃត្រង់ស្រាប់តែមានខ្យល់ត្រជាក់បក់យ៉ាងខ្លាំងលាយឡំជាមួយនឹងស្លឹកឈើងាប់ព្រមជាមួយនឹងសំឡេងស្រែកឲ្យជួយល្វើយគួរឲ្យអាណិតជួយផងខ្ញុំឈឺពោះណាស់ជ័យបានស្ដាប់ឮហើយក៏ប្រាប់តាឈប់ដូចជាមាននរណាស្រែកឲ្យជួយតាបានឈប់រទេះហើយក៏ដើរចូលទៅរមើលក្រែងមាននរណាម្នាក់ពឹងឲ្យជួយតែរមើលសពទិសទីមិនឃើញមានមនុស្សសោះតាវាខ្ញុំឮស្រែកច្បាស់ណាស់ថាឲ្យជួយឥឡូវមិនដេចមិនឃើញ
តារអ៊ូប្រាប់យាយច្បាស់ជាមានក្មេងៗណាម្នាក់លេងសើចជាមួយយើងហើយគិតទៅក្មេងសម័យនេះលេងសើចគ្មានស្គាល់ចាស់ទុំអីទេនិយាយរួចពួកគាត់ក៏បរទេះចេញទៅក្រោយមកទៀតមានយាយតាម៉មម្នាក់បានទៅសម្រាលកូនឲ្យគេលុះត្រឡប់មកវិញមកដល់ទីកន្លែងនាងសួរស្លាប់នេះក៏មានសម្លេងស្រែកឲ្យជួយផងឬឈឺពោះខ្លាំងណាស់កើតឥឡូវហើយជ័យម៉មគិតក្នុងចិត្តអ្នកណាមកឈឺពោះក្នុងព្រៃដូចនេះគិតហើយយាយតាក៏តម្រង់ទៅរកកន្លែងដែលមានសម្លេងនោះជ័យម៉មចូលទៅដល់បានឃើញយាយសួរនាងសួរកំពុងតែដេកធ្ងួចធ្ងរនៅក្នុងខ្ទមតែម្នាក់ឯងក៏សួរទៅនាងថាណែនាងគ្រប់ខែទៅហើយមិនដេចបានជានៅតែម្នាក់ឯងយ៉ាងនេះប្តីនាងទៅឯណាចេះទុកប្រពន្ធចោលទៅកើតនាងតបដោយសំឡេងខ្សោអន្លាយចាស់លោកយាយប្តីខ្ញុំគាត់ទៅព្រៃបាត់ហើយថ្មនេះគាត់មិនទាន់មកវិញទេជ័យម៉បចាប់ផ្ដើមរៀបចំសម្ភារៈដើម្បីសម្រាលកូនឲ្យនាងគាត់រៀបចំបណ្ដាគិតបណ្ដាប្តីប្រពន្ធមួយគូនេះមានគំនិតក្រាន់បើនៅក្នុងព្រៃសោះចេះមានរបស់របរប្រើប្រាស់គួរសមពេលនោះព្រះអាទិត្យបានលិចបន្តិចម្ដងស្បៃរាត្រីក៏ចូលមកគ្របដណ្ដប់គ្រប់ទីដងព្រៃដ៏ស្ងាត់រួមទាំងខ្ទមកំសត់របស់នាងសួរផងដែរក្រុមពន្លឺភ្លើងចង្គៀងភ្លុងល្មមយាយម៉បកំពុងតែសម្រាលកូនឲ្យនាងសួររំពេចនោះទារកក៏កើតចេញមកយាយម៉បលន់មាត់ថាយីកូននេះឆ្លោះណាស់តើយាយម៉បក៏យកទារកទៅសម្អាតហើយប្រគល់ឲ្យម្ដាយពេលនោះគាត់ឃើញនាងសួរដណ្ដប់ភួយចិត្តក៏សួរថាមិនដេចក៏ដណ្ដប់ភួយបែបនេះថប់ដង្ហើមស្លាប់ហើយមិនលឺនាងឆ្លើយតបវិញគាត់ក៏បើកភួយមើលស្រាប់តែឃើញមុខនាងរលេះរលួយដង្កូវវាកាត់គួរឲ្យខ្ពើមជ័យម៉បភ័យណាស់រីឯខ្ទមដែលគាត់កំពុងឆោស្រាប់តែរលាកបាត់ងាកមកមើលទារកដែលកំពុងបីប្រែទៅជាគល់ឈើទៅវិញជ័យម៉បឃើញដូច្នេះក៏រត់ទាំងព្រលឹងចុងសក់បាតជើងសព្រាតត្រឡប់ទៅផ្ទះវិញទាំងត្រហែបត្រហោកគល់ឈើរបស់គេមែននេះនិយាយពីគ្រូពេទ្យម្នាក់ដែលចូលចិត្តព្យាបាលអ្នកស្រុកយកកម្រៃច្រើនមិនសូវចេះអាណិតដល់អ្នកជំងឺក្រីក្រទេថ្ងៃមួយគ្រូពេទ្យនោះបានត្រឡប់មកពីចាក់ថ្នាំឲ្យអ្នកស្រុកនៅក្នុងភូមិហើយពេលនោះក៏មកដល់ទីកន្លែងដែលនាងសួរស្លាប់ក៏មានស្ត្រីម្នាក់បានហៅឲ្យឈប់លោកគ្រូពេទ្យឃើញហើយបានតបណែបងស្រីតើមានធុរៈអ្វីដែរនាងឆ្លើយចាស់លោកគ្រូពេទ្យខ្ញុំមិនស្រួលក្នុងខ្លួនសោះសូមលោកគ្រូពេទ្យជួយពិនិត្យឲ្យផងនាងក៏អញ្ជើញលោកគ្រូពេទ្យឲ្យចូលក្នុងខ្ទមរបស់នាងគ្រូពេទ្យពិនិត្យនិងសួរនាំអំពីអាការៈរួចអស់ហើយក៏ព្យាបាលតាមជំនាញរបស់គាត់ដោយឃើញនាងនៅតែម្នាក់ឯងគាត់ក៏សួរបងស្រីនៅតែម្នាក់ឯងឬនាងតបខ្ញុំមានប្តីហើយតែថ្ងៃនេះ
គាត់ចេញទៅព្រៃមិនទាន់មកវិញទេបន្ទាប់ពីពិនិត្យរួចលោកគ្រូក៏លានាងត្រឡប់ទៅវិញនាងសួរក៏ខាត់ឈប់សិនលោកគ្រូពេទ្យនៅពិសាបាយផ្ទះខ្ញុំសិនទៅលោកគ្រូពេទ្យឆ្លើយសូមទោសប្អូនស្រីខ្ញុំមានការត្រូវប្រញាប់ទៅវិញព្រោះចិត្តយប់ទៅហើយនាងបានដោះខ្សែករបស់នាងទៅឲ្យលោកគ្រូពេទ្យជាថ្លៃពេទ្យព្យាបាលគ្រូពេទ្យលន់មាត់មិនដេចបានជាឲ្យច្រើនម្លេះនាងតបបន្តិចបន្តួចទេកុំគួរសមអីលោកគ្រូយល់ចោះលោកគ្រូពេទ្យទទួលយកទាំងចិត្តត្រេកអរនាងក៏ខាត់លោកគ្រូពេទ្យម្ដងទៀតនាងក៏ដើរចូលទៅក្នុងលើកយកម្ហូបផ្លែកពិសេសទំនងឆ្ងាញ់ណាស់គ្រូពេទ្យពិសាបណ្ដាសួរពីនេះពីនោះបណ្ដាទំនងជាចង់ញ៉ែមួយសន្ទុះក្រោយមកលោកគ្រូពេទ្យឮសំឡេងក្មេងយំសំឡេងក្មេងនេះមកពីណានាងចង្អុលទៅលើចុងឈើរួចពង្លូតដៃយ៉ាងវែងទៅយកកូនរបស់នាងពីក្នុងអង្រឹងដែលចងនៅលើចុងឈើពេលគ្រូពេទ្យឃើញហើយក៏ភ័យរហូតលិចនោមរត់ចេញទៅបានបន្តិចខ្សែកដែលខ្មោចឲ្យនោះคล้ายទៅជាចង្វាក់យ៉ាងធំធ្វើឲ្យគាត់ដួលនៅបុកងើបមិនរួចគិតតែពីគប់ជូនជាពេលនោះមានអ្នកស្រុកម្នាក់ធ្វើដំណើរឆ្លងកាត់ឃើញគ្រូពេទ្យនៅតែម្នាក់ឯងស្មានតែមនុស្សស្រវឹងលុះជួយលោកគ្រូនោះហើយទើបដឹងថាគាត់ត្រូវខ្មោចលងចាប់តាំងពីពេលនោះមកឲ្យតែដល់ពេលរសៀលអ្នកស្រុកពុំសូវហ៊ានឆ្លងកាត់ទីនោះទេក្រោយមកមានពូម្នាក់រស់នៅភូមិឆ្ងាយគាត់ជិះកង់លក់ការ៉េមក្នុងភូមិមិនដាច់សោះក៏បណ្ដើរដំណើរទៅភូមិមួយទៀតលុះធ្វើដំណើរមួយសន្ទុះធំក៏មកដល់កន្លែងដែលនាងសួរស្លាប់ស្រាប់តែនារីម្នាក់ហៅពូលក់ការ៉េមឈប់សិនពូឲ្យការ៉េមខ្ញុំមួយដើមមកគាត់ក៏យកការ៉េមឲ្យនាងទទួលការ៉េមហើយក៏យកទៅអង្គុយជញ្ជក់នៅលើកំណាត់ឈើងាប់មួយពូការ៉េមនិយាយនាងពូសុំលុយថ្លៃការ៉េមថ្ងៃចិត្តលិចហើយផ្ទះពូឆ្ងាយណាស់នាងតបពូប្រញាប់តាណាខ្ញុំហូបមិនទាន់ឆ្អែតផងមិនពូខ្លាចយប់ម្លេះស្រាប់តែពេលនោះមានខ្យល់ត្រជាក់បក់មករំភើយលេឡំជាមួយនឹងសំឡេងស្លឹកឈើធ្វើឲ្យពូលក់ការ៉េមព្រឺសម្បុរខ្ញាក់ពូការ៉េមលន់មាត់ខ្ញុំដូចជាខ្លាចណាស់នាងចុះនាងមិនខ្លាចទេអីថ្មនេះហើយនៅមិនទាន់នៅទៅផ្ទះទៀតនាងសួរតបដោយសំឡេងមួយល្វើយពូខ្លាចខ្មោចមែនកុំខ្លាចអីខ្មោចណាហ៊ានលងពូប្រាប់ខ្ញុំពូការ៉េមតបដោយខឹងនាងជាមេខ្មោចឬអីនាងក៏តបខ្ញុំមិនមែនមេខ្មោចទេខ្ញុំជាម្ដាយខ្មោចនិយាយរួចក៏ហៅពូការ៉េមថែមឲ្យខ្ញុំមួយដើមទៀតមកចាំខ្ញុំឲ្យលុយពូការ៉េមសប្បាយចិត្តបន្តិចនឹក
ក្នុងចិត្តថាប៉ុណ្ណេះអញបានទៅផ្ទះហើយគ្រាន់តែគាត់យកការ៉ែមចេញពីក្នុងធុងបានបន្តិចនាងក៏លៀនអណ្ដាតយ៉ាងវែងទៅកេវយកការ៉ែមពីដៃគាត់ពូការ៉ែមឃើញដូច្នេះភ័យណាស់ទាញកង់ថាក់ទៅមុខស្ទើរមិនរួចគាត់ភ័យរហូតដល់រាកនោមលិចតាមជើងខជ្រោចតាមផ្លូវបន្ទាប់ពីលោកអ្នកលក់ការ៉ែមនេះហើយនាងខ្មោចនាងសួរក៏ចាប់ផ្ដើមស្រុករឹតតែខ្លាចរអាគ្រប់គ្នាក្រោយមកទៀតមានព្រះសង្ឃមួយអង្គទ្រង់និមន្តធុដងមកដល់កន្លែងដែលនាងសួរបានស្លាប់ព្រះអង្គបានប្រមើលឃើញនៅហេតុសពគ្រប់អំពីការស្លាប់និងការលងគេឯងរបស់នាងដល់វេលាយប់ស្ងាត់ព្រះអង្គបានសូត្រធម៌ផ្សព្វផ្សាយមេត្តាចិត្តដល់សពសត្វទាំងឡាយដែលមានទាំងពួកខ្មោចព្រាយបិសាចផ្សេងទៀតជាច្រើនលុះវេលាព្រឹកឡើងអ្នកស្រុកដឹងថាមានព្រះសង្ឃនិមន្តធុដងមកក្បែរភូមិរបស់ខ្លួនដូច្នេះបាននាំគ្នាយកចង្ហាន់ផ្សេងទៅប្រគេនព្រះសង្ឃអ្នកស្រុកបាននាំគ្នាមកទូលព្រះអង្គអំពីការភ័យខ្លាចរបស់ពួកគេទ្រង់បង្គាប់ឲ្យអ្នកស្រុកធ្វើបុណ្យបង្សកូលឲ្យនាងសួរដើម្បីឧទ្ទិសកុសលឲ្យនាងបានទៅកាន់សុគតិភពចាប់ពីពេលនោះមកទីកន្លែងដែលនាងសួរស្លាប់ក៏បានសុខសាន្តពុំដែលមានខ្មោចលងឬមានអ្វីចម្លែកមករំខានអ្នកស្រុកឡើយអរគុណសម្រាប់ការតាមដានទស្សនានិងស្ដាប់ទាំងអស់គ្នានេះយើងមកមើលរូបភាពអរគុណជម្រាបលា